ลอยจวนเมียนจวนอัดเป็นอัดอาจจะรอกบ้านแต่บ่ายพวกแกขันเขียมในเป็นนี่เขียมประกาศเจกรอกไล่โดยเตียดให้ดัชนัยให้บาเขียมตรายใบกาสำงัดเขียมปังเลิมมนุษย์ฉลาดโดยเจดเอาเมนจนช่วยดัสไรอาให้โอเคខ្ញុំមកពីគ្រោះជាមួយនឹងមេធាវីរួចអស់ហើយនាងជាអ្នកនិយាយដោយខ្លួនឯងថានឹងបងថ្លៃល្មើសកិច្ចសន្យាទាំងអស់នេះខ្ញុំចាត់ធននិយាយថាបងថ្លៃល្មើសកិច្ចសន្យាពិតមែនមិនបានថាមិនមែនទេប៉ុន្តែលិខិតស្នើសុំបងថ្លៃល្មើសកិច្ចសន្យាមួយនេះខ្ញុំប្រាប់ថាទទួលថតកុនមួយនេះតាំងពីពេលណាសូមបីតែសម័លខំសាររឿងខ្ញុំមិនទាន់បានមើលផងតែទាំងអស់នេះវាគឺជារឿងដែលអ្នកនាងត្រូវតែប្រគល់ឲ្យខាងក្រុមហ៊ុនចាត់ការណាតែត្រូវទទួលការយល់ស្របពីខ្ញុំសិនដែរខ្ញុំមានបានប្រគល់សិទ្ធិឲ្យលោករកពាណិជ្ជកម្មឲ្យខ្ញុំថតអីណាចូលស្អីដឹងថាព្រោះតែនាងធ្វើឲ្យក្រុមហ៊ុនខាត់បងខ្លាំងប៉ុណ្ណាទេខាងខ្ញុំបានមើលកិច្ចសន្យារួចហើយចុះម្នាក់នេះគេមកធ្វើអីហើយគេជាអ្នកណាតើពាក់ព័ន្ធអីអ្នកចាត់ចែងរឿងច្បាប់ឲ្យខ្ញុំមានប៉ុន្មានចំណុចដែលធ្វើខុសនឹងខសន្យាជាពិសេសគឺភាគីខាងកត្រូវមើលការខុសត្រូវរស់នៅទទួលខុសត្រូវភាគីខក្នុងអំឡុងពេលប្រឡូកសិល្បៈហើយនឹងប្រឹងប្រែងបំផុតមិនឲ្យភាគីខទទួលការវាយផ្លាស់ពីខាងក្រៅចំណុចនេះគឺអីឆាប់សិនខ្ញុំជាភាគីខាងខមែនទេហេតុអីខ្ញុំចូលចិត្តខាងកជាងអូខេនៅមានមាត្រាទី4ទៀតមុនពេលប្រធានចាត់ការសញ្ញាកុងត្រាត្រូវពិចារណាស្ថានភាពចិត្តកាយភាគីខាងខជាមុនសិនបើភាគីខមិនពេញចិត្តគឺមិនអាចសញ្ញាបានទេចុងក្រោយខទី5ក្នុងមាត្រាទី7នៅពេលភាគីខចេញមកសងថ្លៃខុសកិច្ចសន្យាដល់ភាគីទី3ចំនួនប្រាក់ទាំងអស់ត្រូវឲ្យភាគីកគឺជាអ្នកទទួលខុសត្រូវយោងតាមលក្ខខណ្ឌទាំងនេះប្រាក់ល្មើសកិច្ចសន្យាដែលនាងឈូសុងអ៊ីត្រូវបង់ឲ្យភាគីទី3ខាងក្រុមហ៊ុនក៏ត្រូវចេញសងនាងវិញដែរចង់ឲ្យទទួលខុសត្រូវសន្យាទាំងនេះសូមដាក់ពាក្យបណ្ដឹងទៅដល់ពេលនោះខាងខ្ញុំនឹងតតាំងជាមួយលោកទៅតាមផ្លូវច្បាប់ហើយនឹងស្នើឲ្យលោកបង់ប្រាក់ល្មើសកិច្ចសន្យាទាំងចាស់ទាំងថ្មីចង់បន្ថយគ្រោះថ្នាក់នេះដែរទេចង់ដែរទេខ្ញុំស្រាប់តែនឹកឃើញពាក្យមួយឃ្លាមនុស្សម្នាក់ត្រូវក្រាបលូនទាំងកណ្ដាលអត្រាតក្រាបលូនបាននេះថ្មីឬលោកផ្លេចហើយបងសុងអីបងស្រីលោកសាស្ត្រាចារ្យមិននៅទីនេះដែរសុងអីសុខសប្បាយទេហើយលោកក៏មកដែរបាទសុងអីរវល់ដែរទេពួកយើងទៅរកកាហ្វេផឹកទៅសំពេលបន្តិចបានទេពួកយើងរវល់ណាស់អាចទៅបានខ្ញុំកំងអាមេរិកាណូឯខ្ញុំចូលសូកូឡាក្តៅយើងខាន់ជួបគ្នាយូរហើយពីដើមមកយើងមិនដែលបែកគ្នាយូរយ៉ាងនេះទេមកស្នៀតអីទៀតហើយកំហឹងកាលពីមុនតែណាអស់ហើយកាលនោះខ្ញុំជាអ្នកខុសខ្ញុំអស់សង្ឃឹមណាស់ព្រោះឯងមិនឃើញពីចិត្តស្មោះរបស់ខ្ញុំហើយរឿងដែលខ្ញុំដើរតួជំនួសឯងខ្ញុំគួរបដិសេធទើបត្រូវខ្ញុំក៏អស់សង្ឃឹមខ្លួនឯងដែរដែលមិនបដិសេធទើបខ្ញុំនិយាយពាក្យទាំងនោះនេះឈប់សម្ដែងល្ខោនទៀតទេឈូសុងអ៊ីបានមិនដឹងរឿងបាត់មាត់ទេយូសេមីខ្ញុំដឹងថានាងចូលចិត្តខ្លាញ់ធ្វើជាស្លូតបត់គួរអាណិតតែស្មានមិនដល់ថានាងធ្វើបែបនេះចំពោះខ្ញុំកន្ទុយលេចចេញមកហើយនាងបានបង្ហាញមុខមាត់ពិតឲ្យខ្ញុំដឹងហើយមកខ្លាញ់ធ្វើជាកំសត់ដើម្បីអីទៀតបានហើយមិនអីទេសុងអ៊ីមានសិទ្ធិនិយាយបែបនេះដាក់ខ្ញុំនាងនិយាយបែបនេះចង់ឲ្យគេមើលមកខ្ញុំជាមនុស្សស្អីដែរបងស្រីអីបងស្រីសេមីមិនអីទេធ្វើយ៉ាងម៉េចទៅខោអាវនេះត្រូវស្លៀកថតថ្ងៃនេះមានអីដែរទេបងសេមីអត់ខ្ញុំមិនអីទេចុះសុងអ៊ីកើតអីដែរទេបងសុងអ៊ីបងសុងអ៊ីណាចុះសាស្ត្រាចារ្យមិនអីទេប្រឡាក់ដៃលោកហើយធ្វើម៉េចទៅបានហើយ
មិនអីទេ អស់កិច្ចការឲ្យមែនទេពួកយើងទៅវិញអ្នកចាត់ការដល់ តោះទៅ តាសាស្ត្រាចារ្យម្នាក់នឹងបងសូអ៊ីស្និទ្ធស្នាលនឹងគ្នាតាំងពីពេលណាមកណា សត្វថាគ្មានប្រភេទដែលខ្លួនចូលចិត្តសេមីជាប្រភេទដែលលោកចូលចិត្តទេ កុំនិយាយភ្លេចផ្ដាស់ មិញលោកអៀនមែនទេធម្មតាលោកស្អប់អ្នកប៉ះពាល់រាងកាយលោកណាមិញសេមីជួតដៃឲ្យលោកអត់កម្រាស់អីបន្តិចទេធ្វើដូចជាពេញចិត្តឲ្យគេប៉ះសរុបមកនៅមុខប្រធានអានបាញ់មិញលោកធ្វើបានល្អណាស់អ្នកចាត់ការដើរធ្វើជាអ្នកចាត់ការឲ្យឈើសុងអ៊ីត្រូវមានសមត្ថភាពបែបនេះ ឈួរសុងអ៊ី យ៉ាងម៉េចអូ ត្រូវតាំងស្មារតីទាំង12ឲ្យបានល្អ ថាម៉េច មិនថានាងស្គាល់ពិភពលោកនេះច្បាស់ឬអត់តែពិភពលោកនេះគឺមិនអាចយោគយល់នាងទេពេលដែលនាងធ្លាក់ដល់បាតទោះជាខ្លួននាងស្អាតស្អំហើយត្រូវគេមូលបង្កាច់ក៏ដោយក៏គ្មានអ្នកណាយល់ពីចិត្តនាងដែរពេលនេះនាងឈរនៅកែមាត់ជ្រោះបំផុតបើមិនប្រញាប់នោះនាងអាចធ្លាក់ចុះពីលើជ្រោះនោះហើយបាត់ទៅដល់គ្មានស្រមោលដូច្នេះហើយ ដូច្នេះតែពេលនេះខ្ញុំត្រូវការឲ្យលោកនៅក្បែរខ្លួនខ្ញុំ ហេតុអីជឿលើខ្ញុំជប់ជឿខ្ញុំទៅខ្ញុំមិនអាចនៅក្បែរខ្លួននាងរហូតទេ ហេតុអីឬក៏ខ្ញុំអស់ពីខ្លួនឲ្យលោកចង់ចាក់ចោលខ្ញុំខ្លាចខ្ញុំគ្មានលុយឲ្យលោកមែនទេហ៎មិននឹងអាចទេខ្ញុំគឺឈរសុងអ៊ីខ្ញុំមិនលេបលុយលោកទេគ្មានផ្លូវដែលខ្ញុំតែងចំណេញលុយលោកបាត់ខាតថ្មីត្បិតតែពេលនេះខ្ញុំមិនមានលទ្ធភាពឲ្យលុយលោកច្រើនតែខ្ញុំក៏មិនប្រើលោកធ្វើអីច្រើនដែរគ្រាន់តែពេលខ្លះគឺឲ្យលោកនៅក្បែរខ្លួនខ្ញុំកំដរខ្ញុំប៉ុណ្ណឹងមិនបានដែរមិនបានមែននេះ ទៅវិញទៅ កម្ដៅចុះថយហើយនៅ ថយហើយ ចុះបាយមិនញ៉ាំបាយសិនទេខ្ញុំក៏ត្រូវញ៉ាំដែរយន់ចេះប្អូនខ្ញុំក៏ដូចគ្នាយល់ល្អពួកយើងទៅញ៉ាំជាមួយគ្នាទៅ អត់ទេ តាមចិត្តលោកចាស់ មកយកគឹមឈីមកឲ្យឥឡូវទៅវិញហើយ អញ្ចឹងហ៎មែនទេឆោយន់ចេទៅផ្ទះជាប់យើងតិចទៅ ហេតុអី ហេតុអីស្អីពីមុនបងជំពាក់កូនម្នាក់ដែលនៅជាប់ផ្ទះយើងច្រើនណាស់ពេលនេះមានរបស់ញ៉ាំគួរតែចែករំលែកឲ្យគេខ្លះយកគឹមឈីឲ្យគេទៅ តើខ្លួនឯងទៅចាំបាច់មកប្រើគេធ្វើស្អី បងចង់ឲ្យឯងទៅនេះអាល្អិតឯងធំប៉ុណ្ណេះហើយនៅមើលតុក្កតារឿងមនុស្សភពផ្កាយទៀតទេតែដល់ប្រាប់គេផងថាបងជាអ្នកឲ្យហើយប្រាប់ថាបងនៅផ្ទះ បងស្រីឲ្យខ្ញុំយកមកឲ្យលោក ឲ្យគេរួចហើយ អត់ភ្នែកមើលទេ គេថាម៉េច អត់ថាអីទេគេក៏ទទួលទៅ មានប្រាប់ថាបងជាអ្នកឲ្យទេ មាន គេអត់មាននិយាយអីទេ មានទេ មានប្រាប់ថាបងនៅផ្ទះទេ រឿងនេះចាំបាច់ប្រាប់ដែរ ហេតុអីឯងមិនចាំយកប្រអប់គីមឈីមកវិញ បើគេមិនឲ្យខ្ញុំយកមកយ៉ាងម៉េច ហើយមើលចាស់ដឹងថាប្រអប់គីមឈីនោះថ្លៃប្រហែលទេហ៎យករបស់ញ៉ាំឲ្យគេហេតុអីក៏មិនយកប្រអប់មកវិញទុកយូរពេកទៀតពីគេវាមិនសមទេនេះឆាប់ទៅយកមក ខ្ញុំខឹងមែនតើហើយណាហើយបើបងមិនដាច់ចិត្តពីប្រអប់នឹងទេទៅយកខ្លួនឯង ប ទៅ ងហ៎បើអញនិយាយបែបនេះឲ្យបងទៅយកក៏បានឆាតពេកទៅដឹង យ៉ាងម៉េចទៀតហើយ ខ្ញុំមកយកប្រអប់គីម
ឈី ចាំមកផ្លែ វាគៀបដាច់ខ្ញុំឲ្យដឹងទេ ធ្វើអី លោកអត់បដូរលេខសម្ងាត់ទេកុំបដូរអីលេខសម្ងាត់ផ្ទះខ្ញុំភ្លេចតែលេខសម្ងាត់ផ្ទះលោកខ្ញុំអត់ភ្លេចទេផ្លែខ្លាំងណាស់សម្អាតឲ្យមែនទេចុះស្រោចផ្កាឲ្យនៅលើកមុនខ្ញុំគិតថាស្រោចទឹកឥឡូវរីកស្រស់វិញហើយគីមឈីយកមកនោះមានញ៉ាំដែរទេឆ្ងាញ់ទេទោះជាម៉ាក់ខ្ញុំមិនមែនជាអ្នកធ្វើគីមឈីលក់តែធ្វើដែរគាត់មិនអន់ទេយកមកដាក់សម្ដៅខាងក្រៅមួយថ្ងៃទៅស្អែកយកទៅដាក់ក្នុងទូទឹកកក ខ្ញុំដឹងហើយនេះទៅវិញចុះ ទៅវិញហ៎ គ្រាន់នាងមកយកប្រអប់ដាក់គីមឈី មែនហើយខ្ញុំមកដើម្បីទទួលរបស់នេះអូខេខ្ញុំទៅវិញហើយគេអត់មានទេមកសួររឿងទិញកាបូបទេ ប្រាប់ថាមិនបញ្ចុះតម្លៃគេក៏លេងទេមកទៀតទៅ ហេតុអីមិនប្រាប់គេទៅថាតម្លៃនេះមិនថ្លៃទេ តោះខ្ញុំនៅនិយាយស្រួលបញ្ញាប់លោកលេខខ្ញុំចេញពីបណ្ដាញនាងទៅ ខ្ញុំដឹងហើយចង្អៀតចង្អល់មែនមិនបាច់ដឹងទេខ្ញុំរៀបនឹងទៅហើយខ្ញុំប្រកាសជាឈួតហើយខួរក្បាលមានបញ្ហាហើយអើយធ្វើមិនទៅអូយមិនគួរសោះខ្ញុំធ្វើមិនទៅខ្ញុំបាច់ចង់នៅក្នុងផ្ទះរបស់គេឆោសងអេតាំងស្មារតីឲ្យនឹងណោដូច្នេះហើយខ្ញុំទៅតែខ្ញុំគឺឆោសងអេហេតុអីខ្ញុំត្រូវចូលក្បែរប្រុសប្រភេទនោះប្រុសដូចជាដូមីនចិនកំពស់ខ្ញុំចូលចិត្តខ្ពស់ស្រឡះល្អមកមាត់ស្អាតបាតខ្សែភ្នែកតាក់ទាញអើយពេលជួតខ្លួនឲ្យគេលើកមុនខ្ញុំបានឃើញរាងកាយគេច្បាស់ណាស់តែទោះយ៉ាងណាខ្ញុំមានកន្លែងណាដែលប្រៀបមិនស្មើដូមីនចិនម្នាក់នោះអើយរៀនចាប់ពី Harvard ជាសាស្ត្រាចារ្យសូម្បីការថើបលើកដំបូងក៏អត់ទេមកដល់ពេលនេះខ្ញុំនៅមិនទាន់ផ្លេចការថើបរបស់ម្នាក់នោះទៀតឬក៏ខ្ញុំនឹងដាក់គេម្នាក់នោះមែនទេហើយមិនអាចមួយនេះស្អាតពេកហើយអត់មានកំណត់ត្រាតាមទូរស័ព្ទសោះហើយក៏អត់មានប្រើកាតឆូតសូម្បីតែពួកប៉ាប៉ារ៉ាស៊ីដែលឧស្សាហ៍ជប់ក៏គ្មានតំណែងតំណងជាមួយមនុស្សប្រុសពិតជាអត់មានបន្សល់ស្លាកស្នាអ្វីបន្តិចហើយនាងមានផ្ទៃពោះយ៉ាងម៉េចណាអូគឺតារាសម្ដែងយូសេមីមែនទេ ចាលំបាក់ហើយ ប៉ុន្មានតើអាយ៉ាហេតុអីបានជានាងមកទីនេះ បងប្រុសពេលនេះត្រូវប្រើខ្ញុំដែលរវល់ដកឃ្លៀមមិនរួចយកខោអាវឲ្យហើយហ៎ អរគុណ ម៉ាក់បារម្ភពីបងណាឧស្សាហ៍ទៅផ្ទះខ្លះទៅ បានតើអត់ត្រៃសេមីហាន់យូរ៉ាដែលស្លាប់ទៅនោះ បងនៅស៊ើបរឿងក្តីនេះទៀតមែនទេរឿងនេះមហាជនបានវាយតម្លៃថានាងសម្រាប់ខ្លួនហើយតាមមើលហេតុការណ៍គឺបែបនេះមែនបងបញ្ចប់រឿងក្តីនេះទេ អាយធ្លាប់លើពីតំណែងតំណងរវាងហាន់យូរ៉ានិងប្រុសម្នាក់ណាទេ មនុស្សប្រុសហ៎បងមានតាក់ទងជាមួយនារីណាម្នាក់ដែរទេហាន់យូរ៉ាម្នាក់នោះនាងប្រាប់ថានាងនឹងរៀបការជាមួយកូនប្រុសម្ចាស់សម្ព័ន្ធ ANC ក្រោយម្ចាស់សម្ព័ន្ធ ANC មានកូនប្រុសពីរនាក់អី ហាន់យូរ៉ាគឺជាអ្នកបង្ហាញមកក្រុមហ៊ុនរបស់ខ្ញុំទើបខ្ញុំឧស្សាហ៍ធ្លាប់បានជួបនាងច្រើនដងទៀត យ៉ាងម៉េច បងគិតថារឿងក្តីលើកនេះគឺវាអាចពាក់ព័ន្ធជាមួយនឹងមិត្តប្រុសរបស់ហាន់យូរ៉ាហើយមានធ្លាប់បានឮទេឬក៏ដឹងអ្វីខ្លះទេ ខ្ញុំមិនច្បាស់ទេ បងប្រុស ហៅឡូ
លីជាយ៉ាងមករកខ្ញុំខ្លះមកសូមស្ដាប់ខ្ញុំនិយាយប្រមាណម៉ាត់ទៅខ្ញុំអត់បានឈួតទេមនុស្សនៅទីនេះគ្មានអ្នកណាជឿខ្ញុំទេបងជួយរំដោះខ្លួនខ្ញុំទៅបានទេ អ្នកនាងជាអ្នកណាបងប្រុស ហើយនេះកាយទៅទូរស័ព្ទបង សុំទោសតើនាងជាអ្នកណានាងឲ្យបងជួយរំដោះខ្លួននាងចេញពី នេះ ទី គេស្រីឈួតទេ នាងថានាងអត់បានឈួតទេ នៅក្នុងមុខចំនួនសពថ្ងៃនេះអត់ធ្លាប់ជួបអ្នកស្រីឈួតបន្តិចអ្នកទេឯងក៏មិនចាំបាច់ចង់នឹងដែរកុំទុកនៅក្នុងចិត្ត បាទខ្ញុំដឹងហើយ អាឡូ ខ្ញុំគឺដូមិនជុន បាទតើលោកនេះកាយទៅ ខ្ញុំចង់ជួបលោកខ្ញុំមានរបស់ចង់ប្រគល់ឲ្យលោក បាទខ្ញុំនឹងទៅអោខ្ញុំទៅជួបលោកថ្ងៃណាទៅ ជួបគ្នាបន្តិចទេអ្នកចាត់ការអ្នកចាត់ការដល់មិនចិនលោកបានធ្វើអីចំពោះខ្ញុំ ខ្ញុំបានធ្វើស្អីនេះ ប្រាប់មកថាលោកបានធ្វើអីប្រកាសជាបានធ្វើបើមិនបានធ្វើអីសោះហេតុអីខ្ញុំខ្លាចជាបែបនេះ និយាយឲ្យខ្ញុំយល់បន្តិចទៅ ខ្ញុំធ្លាប់ប្រើពេល15វិនាទីដើម្បីតាក់យកចិត្តលោកឬវាសងមកខ្ញុំវិញ ថាម៉េច លោកគិតយ៉ាងម៉េចចំពោះខ្ញុំអត់ទេកុំឆ្លើយអីបើឆ្លើយខ្ញុំនៅសាភ្លាមរាល់ពេលដែលខ្ញុំគិតដល់រឿងនេះខ្ញុំមានអារម្មណ៍ខ្មាស់ខ្លួនឯងណាស់លោកគ្រាន់តែស្ដាប់ទៅបានហើយដើមឡើយខ្ញុំមិនមែនជាមនុស្សបែបនេះទេមានរឿងជាច្រើនដែលខ្ញុំគួរតែអរគុណលោកតែអាចទៅរួចទេដែលថាខ្ញុំមិនបែងចែកអារម្មណ៍ដឹងគុណបាននោះបើត្រូវដឹងគុណខ្ញុំគួរដឹងគុណហេយ៉ងហេតុអីខ្ញុំនឹកដល់លោកគ្រប់វិនាទីបែបនេះខ្ញុំធ្លាប់ជានារីទាន់សម័យបបោមាត់សិចស៊ីរបស់ខ្ញុំធ្វើឲ្យគេរំជួលចិត្តបន្តិចទេធ្វើឲ្យគេបំភ្លេចមិនបានតែហេតុអីខ្ញុំត្រូវនិយាយពាក្យនេះទៅកាន់លោកហេតុអីខ្ញុំនឹកដល់លោកនឹកដល់ពេលដែលលោកថើបខ្ញុំនេះខ្ញុំឈួតហើយមែនទេលោកថាខ្ញុំជានារីបែបណាអត់ទេកុំឆ្លើយអីបើឆ្លើយខ្ញុំនៅសាភ្លាមចង់សុំទោសអូនរាប់រយពាន់ដងបងដឹងខុសហើយលោកដល់មិនចឹងតែខែរណេមួយនេះលោកអាចឆ្លើយបានតែខែមែនទេដែលខ្ញុំបានទុកគេចោលនៅនឹងអ្នកផ្សេងពេលនេះចង់ជួបហើយចង់លឺសំឡេងតាមស្នេហ៍ជាថ្មីធ្វើមិនទេពេលខូចចិត្តមើលភាពយន្តស្នេហាទឹកនេត្រាក៏ហូររឿងស្នេហាស្រឡាញ់គ្នាស្លាប់មិនបដូរអាសូររឿងខ្លួនឯងរឿងពិតធ្វើភ្លេចមិនជឿបែរជារឿងដែលគេសុំហូអេនេះស្អីគេអេឈោសុកអីរឿងអាស្រូវពេលនៅក្មេង មានគេនិយាយថានៅពេលដែលចូលសុងអ៊ីរៀននៅមហាវិទ្យាល័យនេះមានតំណែងតំណងជាមួយនឹងមិត្តរួមថ្នាក់ម្នាក់ដែលជាប់ផ្ទះរបស់នាងហើយម្នាក់នោះបានស្ដាប់ឮច្បាស់ណាស់ចូលសុងអ៊ីពូកែរករឿងអ្នកនៅជុំវិញខ្លួនហើយក្មេងដែលត្រូវនាងវាយក៏មិនមែនមានតែម្នាក់ពីរនាក់ទេ រឿងដែលឈោសុកអ៊ីមានតំណែងតំណងល្អជាមួយនឹងសិស្សរួមថ្នាក់ម្នាក់ដែលជាអ្នកជិតខាងនេះខ្ញុំជឿថាដំណឹងនេះគឺ 100% រឿងមួយក៏នាងប្រាជ្ញាពិតរបស់នាងនៅពេលនោះមកធ្វើបាននារីស្លូតត្រង់ដូចជា ប្រហែលហើយ
អ្នកទាំងពីរប្រកាស អី ប្រកាសទេថាពីមុនខ្ញុំដែរធ្វើបាបគេអ្នករករឿងខ្ញុំមិនដែរមានលទ្ធផលល្អហ៊ានប្រកាសដែរទេគួរក្តៅចិត្តមែនម្នាក់ទុកខ្ញុំជាស្រីធ្មប់អស់ហើយនាំគ្នានិយាយផ្ដេសផ្ដាស់ពេញទឹកពេញដីមិនបានទេខ្ញុំប្រហែលជាធ្វើសន្និសិទកសែតហើយ ធ្វើតែ មែនហើយខ្ញុំលាក់ខ្លួនយូរមកហើយខ្ញុំមានធ្វើអីខុសហើយណាខ្ញុំត្រូវធ្វើសន្និសិទកសែត ចាំខ្ញុំបង្រៀនឯងពីស្នៀតត្រូវប្រើធ្វើសន្និសិទកសែតប្រមូលអារម្មណ៍រីករាយទុកមួយឡែកត្រូវធ្វើទឹកមុខកាត់ទុកក្រៀមក្រំភ្នែកសម្លឹងចុះក្រំ15ដឺក្រេត្រូវហើយឲ្យតែមានអ្នកណានិយាយអីធ្វើរឹកឲ្យដូចជាចង់យំចាញ់មកអូប៉កែណាស់ពេលទៅមិនចាំបាច់ពាក់គ្រឿងអលង្ការទេ តែខ្ញុំខាន់ចូលកាមេរ៉ាយូរហើយ ឯងមិនបានទៅថតម៉ូតឯណាខោអាវត្រូវស្លៀកពាក់ពណ៌ខ្មៅមើលទៅស្គមស្គាំង ស្គមស្គាំង បង្ហាញពីភាពសង្កេះសង្កោច ធ្វើ កា ស ត់ ង្កេត ល្អ សង្កោចសំនឹងខ្ញុំដែរ ឯងមិនចង់ទទួលការអាណិតទេអី អស់ហើ កុំភ្លេចយកកសែងដៃទៅផង ហេតុអី ព្រោះចុងក្រោយឯងត្រូវយំពេលដំបូងឯងគ្រាន់តែធ្វើទឹកភ្នែករលីរលោងបានហើយកុំអាចយំចេញមកព្រោះអាចមើលទៅឃើញអាក្រក់មើលនៅសល់5នាទីចុងក្រោយឯងត្រូវស្រែកយំឲ្យខ្លាំងចេញមកប៉ាំង អើឯងស្ទាត់ជំនាញណាស់តា ប្រកាសហើយចុះឯងចង់ទៅធ្វើនៅណា មិនដឹងដែរយ៉ាងហោចគួរធ្វើនៅសន្តាគារគួរតែជួលទីតាំងធំមួយ ក្រុមហ៊ុនឯងយល់ព្រមជួលឯងដែរ ខ្ញុំលែងមានក្រុមហ៊ុនទៀតហើយ ចុះឯងមានលុយទេ ពេលនេះខ្ញុំអស់រលីងពីខ្លួនហើយ អូបែបនេះទៅជួលកន្លែងធំយ៉ាងម៉េច អាឡូ បងស្រីជាអ្នកចាំលក់ស្បែកជើងឈរសងអ៊ីហ៎ មែនមិនខុសទេលក់ស្បែកជើងឈោសងអីបងអត់ថ្លៃប្រមាណ 150,000 វ៉ុនណាប៉ុណ្ណឹងមិនបានទេតម្លៃបងលក់ឲ្យຕົកថាថោកណាស់ទៅហើយព្រោះស្បែកជើងនេះទិញមកពីមីទៀនមិនមែនតំណែង ដឹងថាហេតុអីដែរទេ អូគ្មានអ្នកណាតតទៅពីមូលហេតុទេ ហេតុអីមិនញ៉ាំបាយចាំមកផ្លែចាំបងហៅអាហារមកឲ្យអញ មិនបាច់ទេខ្ញុំចិត្តចាយហើយតើបងទៅណាពេញមួយថ្ងៃហេតុអីទៅមក អើបងទៅធ្វើកិច្ចការរបស់បងឯងនៅផ្ទះមានអ្នកណាតាក់ទងមកទេឬក៏មានអ្នកណាមករកបងទេដូចជាអ្នកចិត្តខាងអីអស់ គ្មានទេ គេជាស្រីខំនិយាយពាក្យក្នុងចិត្តចេញមកអស់បែបនេះហើយពេលនេះសូម្បីតែទូរស័ព្ទក៏មិនទេមកខ្ញុំលែងខ្វល់ពីលោកហើយបោចង់សក់ពណ៌ស្វាយខ្ញុំទៅណាបាត់ហើយនោះគឺជាពណ៌ដែលខ្ញុំចូលចិត្តបំផុតដូចជាផ្លេចក្នុងផ្ទះអ្នកចាត់ការដោហើយធ្វើមិនទេ អ
មិនតាន់មកវិញទេដឹងឬនៅក្នុងបន្ទប់សភៅ lạc đo bên chân này đai tê đôi chị ắt này tê mày thì chạy bài này kê tay na tê rơi chân từ nắp sấy na tê đánh គឺលោកមែនទេអ្នកដែលធ្វើបាបពលីយូ ក្រែងខ្ញុំប្រាប់ឯងហើយតើតែឯងហើយនឹងឈោសុងអ៊ីនរូព្រោះតែខ្ញុំបានទុកជីវិតឲ្យពួកឯងដូច្នេះឯងគួរតែអរគុណខ្ញុំស្អប់បំផុតអ្នកដែលមិនដឹងគុណរបស់គេ លោកត្រូវការរបស់នេះមែនទេបើខ្ញុំប្រគល់វាឲ្យទៅលោកនឹងបញ្ឈប់គ្រប់យ៉ាង មែនហើយគឺអញ្ចឹងមែនបើអញ្ចឹងចាំខ្ញុំផ្ដល់អំណោយមួយឲ្យតែឯងចុះឯងនៅថានេះជាស្អីទេវាជាកំភ្លើងប្រមាញ់សត្វដូចជាឯងចឹងតែមួយគ្រាប់គឺធានាថាភ្លើងជាមិនខានកំភ្លើងមួយដើមនេះបានបញ្ចូលនៅថ្នាំសន្លប់ហើយសម្លេងវាក៏លឺតិចបាញ់តែមួយគ្រាប់ទេហើយនឹងស្លាប់តែគ្មានការជឿចាំងការពិតយើងមិនចង់ធ្វើបែបនេះទេប៉ុន្តែឯងជាអ្នករករឿងយើងមុនដូច្នេះហើយយើងចង់ជូនដំណើរឯងនៅផ្ទាល់ដៃការស្លាប់របស់ឯងនឹងធ្វើឲ្យគេគិតថាជាការសម្លាប់ខ្លួនថាឯងសម្លាប់ហាន់យូរ៉ាហើយវាយប្រហារប៉ូលីសគេបានស៊ើបរឿងក្តីនេះហើយឯងក៏មានអារម្មណ៍ខុសខ្លាំងដែររហូតដល់ត្រូវសម្រេចចិត្តសម្លាប់ខ្លួនពេលនេះនៅក្នុងខួរក្បាលរបស់ឯងប្រហែលជាអត់មានសរសេរបណ្ដាំចុងក្រោយទេនៅចំពោះមុខម្នាក់នោះអត់ទេមិនថានៅចំពោះមុខណាទេហាមលោកបង្ហាញពីសមត្ថភាពពិតរបស់លោកគេដឹងរបស់ដែលលោកខំរក្សាទុកមកយ៉ាងលំបាកលោកចង់ឲ្យវាបាត់បង់ទៅវិញទេ គាត់តែចាត់ការឯងមុនទើបអាចចាត់ការឈោសុងអ៊ីបានងាយស្រួលតែមុនឬក្រោយនោះវាមិនសំខាន់នោះទេឯងទៅបានសុខចិត្ត ខ្ញុំធ្លាប់ប្រាប់ហើយថាលោកមិនអាចសម្លាប់ខ្ញុំបានទេ